បាទសួស្តីពុកម៉ែបងប្អូនហ្នឹងហើយអ៊ំស្រីគាត់មានបញ្ហាជាប់សរសៃស្មាបាទហ្នឹងហើយគាត់ជាប់សរសៃស្មារយៈពេលច្រើនឆ្នាំហើយបាទហើយអ៊ំស្រីគាត់បានស្វែងរកការព្យាបាលច្រើនកន្លែងហើយតែមិនបានធូរទេថ្ងៃនេះបានអញ្ជើញមកលោកគ្រូអ៊ីស្លុងបាទលោកគ្រូមានឯកទេសព្យាបាលសរសៃនេះនៅប្រទេសម៉ាឡេស៊ីជាង10ឆ្នាំកន្លងមកហើយបាទអញ្ចឹងគាត់បានមកសម្រួលលើកទី2ហើយថ្ងៃនេះបាទឃើញថាបានធូរស្រាលម្ដងបន្តិចម្ដងបន្តិចអញ្ចឹងគាត់ត្រូវសម្រួលជាមួយលោកគ្រូចំនួន3ថ្ងៃបាទចំណែកអ៊ំប្រុសគាត់មានបញ្ហាគៀបសរសៃកញ្ចឹងកបាទអញ្ចឹងអ្នកគ្រូគាត់កំពុងតែដាក់ម៉ាស៊ីនបច្ចេកវិទ្យារបស់ជប៉ុនបាទម៉ាស៊ីន AI បាទគឺម៉ាស៊ីននេះវាជួយសម្រួលប្រព័ន្ធសរសៃឈាមដែលកកស្ទះបាទគឺបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសជប៉ុនបាទអញ្ចឹងអ៊ំប្រុសគាត់គៀបសរសៃកនេះរយៈពេលច្រើនឆ្នាំកន្លងមកហើយគាត់ធ្លាប់ស្វែងរកការព្យាបាលច្រើនកន្លែងមកដែរតែទុំតែលើកនេះអ៊ំប្រុសគាត់បានអញ្ជើញមកខាងលោកគ្រូមានសម្រួលឲ្យដៃនិងប្រើម៉ាស៊ីនបច្ចេកវិទ្យា AI របស់ប្រទេសជប៉ុនអញ្ចឹងពុកម៉ែបងប្អូនអាចអញ្ជើញមកព្យាបាលបានបាទអរគុណ